ការញ៉ាំគ្រាប់ថ្នាំជាតិដែកនៅក្នុងពេលដែលយើងញៀនផ្ទៃពោះនឹងគឺមានសារៈសំខាន់ដើម្បីបង្កើនគ្រាប់ឈាមក្រហមរបស់យើងពីព្រោះគ្រាប់ឈាមក្រហមនេះមានតួនាទីនៅក្នុងការដឹកនាំអុកស៊ីហ្សែនដឹកនាំចំណីអាហារទៅចិញ្ចឹមកូនហើយកូនរបស់យើងនឹងគឺត្រូវការយកគ្រាប់ឈាមក្រហមរបស់ម៉ាក់នឹងទៅបង្កើតទៅបណ្ដុះគ្រាប់ឈាមក្រហមរបស់ខ្លួនឯងទៅបណ្ដុះជាលិកាផ្សេងៗរបស់ខ្លួនឯងនេះគឺជាហេតុផលទី1ហេតុផលទី2គឺម្ដាយត្រូវត្រៀមខ្លួនជាស្រេចនៅពេលដែលយើងសម្រាលព្រោះពេលសម្រាលនឹងត្រូវមានការបាត់បង់ឈាមណោះធម្មជាតិក៏បាត់បង់ឈាមវះកាត់ក៏បាត់បង់ឈាមដែរអញ្ចឹងជាធម្មជាតិគឺត្រូវការបង្កើនទាំងកម្រិតគ្រាប់ឈាមបង្កើនទាំងបរិមាណឈាមដើម្បីត្រៀមនៅក្នុងពេលដែលយើងសម្រាលដូច្នេះហើយនៅពេលដែលយើងមានផ្ទៃពោះការញ៉ាំគ្រាប់ថ្នាំជាតិដែកគ្រូពេទ្យនឹងធ្វើការចែកជូននៅត្រីមាសដំបូងប៉ុន្តែបើសិនជាម៉ាក់មានការចាញ់ខ្លាំងយើងអាចលើកទៅត្រីមាសក្រោយក៏អត់យឺតពេលដែរក្រៅពីញ៉ាំគ្រាប់ថ្នាំជាតិដែកម៉ាក់ក៏ត្រូវញ៉ាំអាហារដែលមានជាតិដែកខ្ពស់ដូចជាបន្លែបៃតងតកួនផ្ទីស្លឹកបាសខាត់ណាស្លឹកងប់មានត្រីមានសាច់គោមានពងមាន់ពងទាដែលក្នុងនោះមានតាំងពីប្រូតេអ៊ីនវីតាមីនមាន folic acid នៅក្នុងនោះដើម្បីជួយជំរុញការបង្កើនគ្រាប់ឈាមក្រហមឲ្យម៉ាក់ទាំងអស់គ្នាដូច្នេះម៉ាក់ទាំងអស់គ្នាចាប់ពីថ្ងៃនេះទៅត្រូវយល់ថាគេញ៉ាំគ្រាប់ថ្នាំជាតិដែកដើម្បីអ្វីពីព្រោះនៅមានម៉ាក់មួយចំនួនថាអត់ដឹងផងគេឃើញគេញ៉ាំក៏ខ្ញុំស្មានថាវាជាទម្លាប់ដែលត្រូវតែញ៉ាំគាត់អត់ដឹងពីផលប្រយោជន៍នៃការញ៉ាំគ្រាប់ថ្នាំជាតិដែកទេចំណុចមួយទៀតគឺម៉ាក់ភាគច្រើនគិតថាគ្រាប់ថ្នាំជាតិដែកញ៉ាំតែ90គ្រាប់គឺគ្រប់ហើយតែបើសិនជាគ្រាប់ឈាមយើងនៅខ្វះក៏នៅតែបន្តញ៉ាំរហូតតតែគ្រាប់ឈាមយើងនឹងគ្រប់ណាអូនណាចាជូនពរសុខសប្បាយទាំងអស់គ្នា